អូខេសួស្តីបងប្អូនទាំងអស់គ្នាតាឥឡូវយើងមកធ្វើការដោះស្រាយបញ្ហាកុំព្យូទ័ររបស់យើងដែលដោតទូរស័ព្ទទៅអត់ស្គាល់ណាបាទនេះណាបាទពេលដែលយើងដោតទៅលុយទីងទួងដូចគ្នាដែរក៏ប៉ុន្តែវាអត់ឃើញលូតស្រាយទូរស័ព្ទដៃហ្នឹងនៅលើបាទកុំព្យូទ័រទេណានៅលើកុំព្យូទ័រទេបាទអត់ឃើញមានត្រាយទេអញ្ចឹងជាជំហានដំបូងគឺយើងត្រូវចូលទៅក្នុងមកស្ដាប់នៅលើ DPC របស់យើងនេះហើយយកពាក្យថា manage បាទយកទៅលើពាក្យថា manage មកបាទតមកទៀតហ្នឹងគឺយើងចូលទៅកន្លែងនេះ device manager បាទបន្តមកគឺយើងឃើញថាsorry ចាំផ្លែបាទអញ្ចឹងយើងឃើញថា driver របស់វានេះគឺ Samsung នេះ SMG977 ហ្នឹងគឺចេញសញ្ញាអូទៀនឃើញទេបាទអញ្ចឹងគឺវាអត់មានស្គាល់ត្រាយនៅលើកុំព្យូទ័ររបស់យើងទេអូខេអញ្ចឹងដើម្បីធ្វើវាឲ្យវាស្គាល់គឺយើងត្រូវមកស្ដាំលើវាយកពាក្យថា update driver ហើយយើង browse my computer for driver នេះហើយយើងយកខាងក្រោមនេះបាទបន្តមកយើងយក MTP USB device ណាបាទហើយ next បាទផ្លឹកបាទប៉ុណ្ណឹងដល់មកវានឹង load មកនេះឃើញទេបាទឃើញយើងស្គាល់ហើយអញ្ចឹងយើងធ្វើការដោះសោវាទៅបាទគឺវាចេញតារាយឲ្យយើងនេះឃើញទេបាទអូខេអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងទេអរគុណច្រើន